ឡើងភ្នំជីសូម្ដងមកដល់ទាំងថ្ងៃឡើងឯទាំងថ្ងៃមកហូបពីក្រោមអត់ទៅចោតទេដល់ពេលចិត្តមកដល់លើនេះចោតទៅឡើងញឹមរៀលចោតខ្លាំងចិត្តមកដល់លើនេះអានេះវាចោតពីចោតពីគេដាក់វាដូចកម្មណាកម្មឲ្យបាក់ដីតែខាងនោះចឹងដែរគេធ្វើវាកម្មជួយទប់កុំឲ្យបាក់នេះខ្ពូលអូដើរហត់ដែរណាណៃដែរមួយទេសភាពអែមសែមមកដើមត្នោតមើលទៅទំនងដែរស្អាតម្យ៉ាងដែរណាលីឡំនឹងស្រែកន្លែងខ្លះដីគេភ្ជួរធ្វើស្រូវរៀងសកន្លែងខ្លះមិនតាន់ភ្ជួរធ្វើស្រូវនៅឃីវស្មៅឃីវសដល់នេះណានេះចូលក្នុងមើលណាទៀតដែរអូកពស់ខ្ញុំស្ទើរ2ម៉ែត្រក្នុងទ្វារអួយយើងនៅតបតៃឡើងអូនេះគេមានលាក់នេះអីណាលាក់កុំឲ្យថ្មវាការដើរមានក្បាច់ដែរតែក្បាច់សាមញ្ញដែរអូកន្លែងខ្លះមានគ្រីបឈើគ្រីបដែកណាដល់ណាសម្រាប់នៅនោះយើងដាក់ឈើដាក់អីយកទល់ហ្នឹងណាផ្អៀងមកនេះអានេះផ្អៀងហ្នឹងនេះអូតែផ្អៀងមិននឹងអត់ល្អល់មកថ្មបាយក្រៀមវាខាំគ្នាអូមានដើមដូងនេះក៏មិនអាយុតិចដែរសោះផ្លែមួយអូនោះបាក់អូនេះដាក់ឈើឡើងប៉ុណ្ណឹងឯងទុបអូប្រាសាទគីគ្នានឹងប្រាសាទអីខ្លះគីគ្នាដូចផ្សារដូចតូបលក់ចាប់ហួយនេះដាក់ជួសជុលដឹងប្រាសាទដឹងដំណាក់អីខ្លះញ៉ៃតែថ្មនេះឡើងដូចឈើមើលពីយ៉ាងងាយដូចឈើតែថ្មណាវាសឹកនេះនៅក្បាច់ល្អនៅស្អាតនៅទម្រង់អានេះដំណាក់ស្អីទេនេះប្រើឥដ្ឋមើលទៅស្លាកស្នាមប្រាសាទនេះមិនកសាងតាមសម័យកាលទេកសាងបន្តគ្នាច្រើនសម័យកាលអានេះអីគ្រឹះថ្មបាយក្រៀមទៅពេលអត់គ្រឹះមកលើខឿនមកដាក់ឥដ្ឋដែរនោះអូនេះ